បាទនេះគឺជាដំណឹងមួយដ៏គេថាភ្ញាក់ផ្អើលឬក៏ក្តៅគគុករបស់អត្តរិសរៀលម៉ាឌ្រីតបាទពេលនេះគ្រូបង្វឹករបស់អត្តរិសរៀលម៉ាឌ្រីតនោះគឺលោកសាប៊ីអាឡុនសូបានសម្រេចចិត្តដើរចេញពីក្រុមឬក៏លាលែងពីតំណែងដោយសារថាមានបញ្ហាមួយចំនួនតើបងប្អូនដឹងទេថាបញ្ហានោះកើតមកពីអ្វីបាទតែសម្រាប់ admin បានមុននឹងយកមកអធិប្បាយបាទបានសិក្សាមួយចំនួនដែរថងថាមានកីឡាករមួយចំនួនមិនគោរពឬក៏មិនឲ្យតម្លៃគាត់ក៏ដូចជាមានការផ្ទុះសរាយនៅពាក្យសម្ដីដូចជាការប្រកួតចុងក្រោយដែលប៉ះជាមួយនឹងបាសេឡូណានៅវគ្គ Final Super Cup នោះបាទហើយលទ្ធផលបានបរាជ័យឬក៏ចាញ់ទៅលើបាសេឡូណាលទ្ធផល3-2ប៉ុន្តែតាមតែមើលនោះគឺមានកីឡាករដូចជាអឹមបាប៉េឬ Vinicius Junior គាត់ថាមិនយល់ស្របនៅការសម្រេចចិត្តឬក៏យុទ្ធសាស្ត្រក្នុងការលេងរបស់លោកសាប៊ីអាឡុនសូបាទដោយឡែកគឺអឹមបាប៉េបាទដូរចូលនៅវគ្គឬក៏ម៉ោងចុងក្រោយទៅហើយបាទនៅនាទីទី75បាទសឹងតែគាត់លេងបានតិចមែនទែនដូច្នេះអឹមបាប៉េក៏មានការអាក់អន់សពុនចិត្តជាមួយនឹងលោកសាប៊ីអាឡុនសូដូចគ្នាបាទថាតើលោកសាប៊ីអាឡុនសូបានសម្រេចចិត្តនេះគឺត្រឹមត្រូវដែរឬទេហើយតើអាថេរីសរៀលម៉ាឌ្រីតត្រៀមនឹងទទួលលោកគ្រូបង្វឹកថ្មីនោះជាអ្នកណាហើយរងចាំតាមដានទាំងអស់គ្នាបាទសូមអរគុណ